រីសាសួរតើបនមានអត្ថន័យដោយមិនដេចបនគឺជាសភាពស្អាតនៃចិត្តស្អាតហ្នឹងមិនមែនយើងត្រូវឲ្យស្គាល់លក្ខណៈស្អាតហ្នឹងស្អាតប្រាសចាកនៅអកុសលដូចមានវកហៈថាអត្តនោសន្តានសនាតិបណាតិសោធេតិតិបញ្ញាធម្មជាតិដែលចូលទៅសម្អាតចិត្តឲ្យស្អាតបនឧទាហរណ៍សម្អាតតែម៉េចទៅនិយាយតែមួយម៉ាត់ប៉ុណ្ណឹងវាមិនសូវយល់យកសកម្មភាពយកមកបញ្ជាក់ហ្មងទៅឲ្យស្គាល់ថាបនឧទាហរណ៍ថាយើងកំពុងតែបញ្ញាប់បើកឡានអញ្ចឹងណាកំពុងតែបញ្ញាប់យើងចង់ទៅលឿនដែរស្រាប់តែមានតាមួយគាត់ទៅត្រិកត្រាក់នៅខាងមុខហ្នឹងរីហ្នឹងគាត់រត់ទៅមុខវាមិនកើតចិត្តហ្នឹងខឹងហ្នឹងអកុសលស្រាប់តែគាត់ដួលទៅទៀតទៅអត់រួចតាមតែក្តៅចិត្តហ្នឹងយើងខឹងណាខឹងហ្នឹងអកុសលប៉ុន្តែភ្លាមនោះបុណ្យកើតឡើងមិនតាន់ចុះពីឡានហ្នឹងបុណ្យកើតអូពុកគេពុកយើងមិនដឹងថាគាត់ហត់តាំងពីកាលទេណាបានគាត់ទៅលេងរួចនៅសកុកលើស៊ីក្លូហ្នឹងណានៅខាងមុខអញហ្នឹងកើតក្តីអាណិតឡើងករុណាកើតឡើងករុណាហ្នឹងវាកំចាត់បងអាចិត្តខឹងមិញហ្នឹងគេនេះធម្មជាតិដែលកំចាត់នៅសេចក្តីអាក្រក់មិនតាន់បានចុះមើលគាត់ផងចិត្តបុណ្យហ្នឹងកើតឡើងបាត់ដែរអាចចុះទៅជួយមើលហៅប៉ូលីសឬក៏ហៅឡានពេទ្យអីទៅទៀតនឹងឯងជាអំពើបុណ្យឃើញទេវាទៅកំចាត់ស្អីវាទៅកំចាត់អាចិត្តខឹងមិញហ្នឹងឧទាហរណ៍ថាមើលឃើញអ្នកក្រចិត្តសាមញ្ញគឺមើលងាយអ្នកក្រអញ្ចឹងណាអាហ្នឹងមានះអតិមានះអស្បិមានះខ្លួនឯងតែឯងហ្នឹងអ្នកមានវាក៏ពូជក្រណាចិត្តអាក្រក់ទេអាហ្នឹងប៉ុន្តែស្រាប់តែចិត្តបុណ្យកើតឡើងឃើញគ្នាអត់គ្នាឃ្លានពីណាចង់ក្រគ្នាអត់ចឹងក៏ឲ្យទៅបើមិនឲ្យទេក៏សង្វេគថាសត្វលោកមានកម្មជារបស់ខ្លួនគ្នាមិនមែនចង់ក្រចឹងទេក្តីមេត្តាហ្នឹងកើតឡើងបើអាចជួយបានក៏ជួយទៅអាសភាពបែបហ្នឹងគឺបុណ្យធម្មជាតិដែលសម្អាតសេចក្តីអាក្រក់ចេញពីចិត្តធ្វើឲ្យចិត្តហ្នឹងស្អាតបន្តសកម្មភាពស្អាតបន្តទៅទៀតដោយការវិចារចិត្តល្អហ្នឹងនឹងឯងឈ្មោះថាបុណ្យប៉ុន្តែវាសម្បូរអ្នកធ្វើបុណ្យមិនយល់បុណ្យគ្រាន់តែដាក់ឈ្មោះថាធ្វើបុណ្យបើខ្លះមកបំផ្លាញវត្តតែមកអញទៅធ្វើបុណ្យប៉ុន្តែមកបំផ្លាញវត្តទៅធ្វើយកមុខយកមាត់ពេញហ្នឹងឯណាប៉ះមិនបានអញពេញទៅហ្នឹងឯងតែដូចធ្វើដើមកឋិនធំអញ្ចឹងឯងគ្រាន់តែគេច្រឡំយកត្រៃគាត់ហែបន្តិចថាពីខឹងអូយខឹងយកមិនដឹងបោះគេបោះឯងឃើញទេធ្វើអត់ដឹងបុណ្យទេបុណ្យស្អីបើចិត្តអាក្រក់ហ្នឹងវានៅពេញសន្តានគណៈហ្នឹងមិនបុណ្យទេទោសៈហ្នឹងកើតឡើងសេចក្តីខឹងក្រោធកើតឡើងចុះបើគណៈហ្នឹងគេច្រឡំត្រៃរបស់យើងមែនឧទាហរណ៍អញ្ចឹងជាដូនមួយគាត់ចង់ទូលគាត់មិនដែលបានទូលគាត់ចង់ទូលយកសុបាយចិត្តនេះស្រាប់តែចិត្តហ្នឹងអាណិតកើតឡើងអូជាដូននេះទំនងជាគាត់មិនដែលបានទូលត្រៃទេយ៉ាងមើលទៅម្ដាយគេម្ដាយយើងណាហើយឲ្យគាត់ទូលទៅចោះឲ្យគាត់បានសុបាយចិត្តគឺគាត់បានបនមិនដឹងទេប៉ុន្តែបំណងតែមួយគត់ថាចង់ឲ្យគាត់សុបាយចិត្តឃើញផ្ដល់សេចក្តីសុខឲ្យគេចិត្តល្អហ្នឹងចិត្តករុណាហ្នឹងវាចូលទៅកំចាត់អាចិត្តខឹងមិញហ្នឹងអាហ្នឹងគេហៅថាបុណ្យហ្នឹងចឹងប្តីប្រពន្ធយើងមកពីធ្វើការហត់មកដល់វាឃ្លានបាយវាមិនតាន់ឆ្អិនខឹងចង់តរណងរណាងអាពេលហ្នឹងចិត្តខឹងកើតឡើងជាទោសៈមូលចិត្តឃើញទេអញ្ចឹងបានថាតើខណៈណាដែលវាអត់ធัวនោះកំពុងបញ្យល់ពាក្យហ្នឹងគណៈរណងរណាងហ្នឹងគណៈខឹងហ្នឹងគឺជាទោសៈមូលចិត្តកើតឡើងជាអកុសលជាហីណាធម្មាជាធัวថោកទាបកើតឡើងប៉ុន្តែស្រាប់តែចេះពិចារណាណាបដិសង្ខារពហុលីកតាអូគ្នាកូនតូចផងអីផងប្រហែលជាកូនវាធ្វើទុកគ្នាមិនបានដាំបានអីក៏ចូលទៅធ្វើខ្លួនឯងទៅអាណិតគ្នាប្រពន្ធគ្នាមិនបានដេកបានពូនឲ្យកូនយំអីចឹងទៅក៏កើតចិត្តអាណិតប្រពន្ធឡើងក៏ធ្វើទៅបុណ្យហ្នឹងបុណ្យហ្នឹងគឺធ្វើឲ្យមនុស្សនឹងខ្លាយជាមនុស្សល្អខ្លាយឲ្យមនុស្សនឹងចេះអនុគ្រោះចេះឲ្យអភ័យវាមិនមែនធ្វើតាមតែតួនាទីទេ
កន្លែងខ្លះធ្វើយើងដូចប៉ុនដូចសម្រាប់សួរដូចស្អីស្អីជួនកាលវាមិនមែនប៉ុនអាហ្នឹងតួនាទីធ្វើដើម្បីលុយដើម្បីអាហ្នឹងមិនមែនប៉ុនទេអង់គ្លេសគេហៅថា initiative គឺមិនត្រឹមតែធ្វើគោរពតួនាទីគឺធ្វើដោយការយល់ហេតុផលថានេះសមតែអញ្ចឹងមិនមែនថាអាហ្នឹងមិនមែនការងារអញណាឧទាហរណ៍យើងដើរទៅឃើញសម្រាមអញ្ចឹងគេបរៀនស្រុកនេះគេបរៀនល្អគេឲ្យមនុស្សនឹងចេះយកចិត្តទុកដាក់លើសពីអា responsible ហ្នឹងឬលើសពីអ្វីដែលជាទំនួលខុសត្រូវទៅទៀតឲ្យចេះយកចិត្តទុកដាក់វាមិនមែនចាំបាច់ទល់តែគេប្រើបានធ្វើទេអាចិត្តបនកើតឡើងវាមិនចាំបាច់ទល់តែគេប្រើបានធ្វើទេតើមានហេតុអីដែលយើងអាចជួយបានដើរទៅអញ្ចឹងស្រាប់តែឃើញសម្រាមឃើញសម្រាមយើងមិនមែនអ្នកបោះសម្រាមទេអាហ្នឹងនិយាយពីតួនាទីយើងមិនមែនអ្នកដបបោះសម្រាមទេប៉ុន្តែស្រាប់តែចិត្តកើតឡើងថាដើម្បីឲ្យបរិស្ថានស្អាតឲ្យពេលហ្នឹងឈ្មោះថាឲ្យនៅធម្មទានធម្មទានអ្នកទាន6មានន័យថាឲ្យនៅភាពស្អាតឲ្យនៅវណ្ណរូបឲ្យនៅភាពស្អាតឲ្យបរិស្ថានហ្នឹងស្អាតឲ្យអ្នកដទៃហ្នឹងមើលមកកន្លែងហ្នឹងស្អាតក៏រើសសម្រាមហ្នឹងចោលទៅឬក៏មានគំនិតមួយទៀតថាក៏ជាឧទាហរណ៍មួយសម្រាប់កូនអញដែរដើរទៅឃើញសម្រាមអញ្ចឹងទៅក៏រើសយកទៅដាក់ធុងសម្រាមទៅមានគំនិតពីរយ៉ាងទី1គឺចង់បរៀនកូនឲ្យកូននឹងយកចិត្តទុកដាក់កុំមើលនឹងភ្នែកហើយយ៉ាងទៀតហ្នឹងគឺចង់ឲ្យភាពស្អាតហ្នឹងដល់អ្នកដទៃឲ្យអ្នកដទៃមើលមកជាទីត្រេកអររីករាយឃើញប៉ុនវាកើតជាមួយសកម្មភាពហ្នឹងកុំឲ្យប៉ុនជាមួយនៅតែកម្មវិធីប៉ុនរាល់ថ្ងៃហ្នឹងវាអត់នៅជាមួយនឹងជីវិតរាល់ថ្ងៃធัวរាល់ថ្ងៃវាអត់នៅជាមួយនឹងជីវិតរាល់ថ្ងៃវាទៅនៅមួយកពីវាទៅនៅមួយពេលទៅលោកទេចឹងហើយបានជាយើងថាធัวអត់ผมជួយមិនកើតដូចយើងមានថ្នាំទុកក្នុងឃ្លាំងចឹងណាមានថ្នាំទុកតែក្នុងឃ្លាំងចឹងឲ្យថ្នាំមកជួយយើងមិនកើតមេរៀនយើងរៀនទុកក្នុងសាលាដល់ពេលមែនតើយើងមិនយកមកប្រើផងវាប្រយោជន៍អីពីការរៀនមកជីវិតសាមញ្ញធម្មតាគឺជាជីវិតដែលរស់នៅជាមួយធម៌ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងទោះបីជាមនុស្សកំពុងផ្សាយធម៌នឹងក៏ដោយជាងការធម៌និយាយតែពេលផ្សាយនឹងដូចជីវិតសាមញ្ញផ្សេងឃើញទេវាផ្សេងឧទាហរណ៍មួយទៀតទៅប៉ុនយើងសម្រាប់សម្រាំងមហូបថាបំរុងថាយកទៅប្រគេនលោកនៅវត្តស្រាប់តែឆ្មាវាស៊ីទៅចិត្តខឹងណាសភាពធម្មតារបស់ចិត្តហ្នឹងខឹងចង្រៃយកអីចឹងប៉ុន្តែចិត្តបនកើតពីការពិចារណាថាម៉េចថាពាក្យថាឃ្លានវាមិនទៅលោកបានឃ្លានណាឆ្មាក៏ឃ្លានចឹងបើលោកឆាន់ទៅវាឆ្អែតឆ្មានឹងស៊ីទៅវាឆ្អែតដូចគ្នាលោកឆាន់ទៅបានសេចក្តីសុខឆ្មានឹងស៊ីទៅបានសុខដូចគ្នាវាឃ្លានដូចគ្នាតើពេលប្រកេនទៅលោកឆាន់ក៏វាអស់ឆ្មាស៊ីទៅវាអស់ដូចគ្នាចឹងវាគង់តែអស់ដដែលខឹងក៏វាមិនបានមកវិញដែរឲ្យឆ្មានឹងឆ្អែតទៅចុះថ្ងៃក្រោយបើមិនចង់ឲ្យឆ្មាស៊ីទៀតគ្រាន់តែប្រយ័ត្នទៅបានណាអនុគ្រោះគ្នាអូតំណងចាអញឲ្យវាស៊ីមិនឆ្អែតហើយបើវាចេះតែលួចនេះកើតរឿងថ្មីមួយទៀតប៉ុន្តែយើងអត់ទេប៉ះរឿងឲ្យខឹងសិនហ្មងវាយក្បាលឆ្មាសិននឹងចឹងច្រើនណាបើនិយាយទៅបញ្ញកិរិយាវត្ថុហ្នឹងវាមាន10ហ្នឹងប៉ុន្តែបើញែកមកវាពេញតែជីវិតយើងហ្នឹងវាមិនមែនថាទាននេះឲ្យទានសីលៈសាសិលអីនៅជាប់នឹងពាក្យហ្នឹងណាកុំជាប់នឹងពាក្យហ្នឹងណាយកអាពាក្យទាំងអស់ហ្នឹងយកមកដាក់ក្នុងជីវិតរបស់យើងមកទាំងអស់គ្នាហ្នឹងឥឡូវកំពុងស្ដាប់ហ្នឹងចឹងដែរអ្នកកំពុងស្ដាប់ហ្នឹងអាចកើតចិត្តជាកុសលអាចកើតចិត្តជាអកុសលក៏ពេលហ្នឹងអ្នកស្ដាប់ទាំងអស់គ្នាហ្នឹងមិនមែនកុសលរហូតទេនិយាយជួនកាលអាត្មានិយាយពាក្យខ្លះទៅវាមិនគប់ចិត្តជាស្រ័យក៏ខឹងក្រោតទៅអីទៅចឹងទៅមិនហាមមិនឲ្យខឹងទេប៉ុន្តែគ្រាន់ឲ្យតាមដានចិត្តរបស់យើងអូនឹងស្អីទេចេះចុះអីចឹងទៅណាវាទៅហើយវាខ្នើសវាខ្នន់វាខ្នាញ់វាកាត់បដូរគ្នាផ្លាស់ចុះឡើងស្ដាប់អ្នកខ្លះទៅនិយាយវាមិនព្រោះអញ្ចឹងក៏និយាយដែរប៉ុន្តែបើគេចេះគិតថាគ្នាមានសមត្ថភាពត្រឹមតែប៉ុណ្ណឹងឲ្យគ្នានិយាយលើសហ្នឹងហ្មងចាំបើគ្នាបានតែប៉ុណ្ណឹងមិនចាំបាច់ខឹងហើយបើថាចង់ឲ្យគ្នាលើសប៉ុណ្ណឹងជួយរៀនហ្មងទៅចូលសាលាថែមទៅប៉ុណ្ណឹងវានៅស្ទើរណាស់ទៅប្រាប់អញ្ចឹងតែមកណាប៉ុន្តែអត់ទេ
ban ta bà áp kia sao chùm ọ kia lấy thôi nhé tam Facebook Facebook ấyខ្លះគ្នាទៅតែរៀននិយាយដល់រៀននិយាយហ្នឹងចំអកចំអន់ទៅវាមានបានធ្វើឲ្យគ្នាបានកម្លាំងចិត្តឯអត់ប៉ុណ្ណឹងអញ្ចឹងបានថាគ្រប់ពេលនៃការនិយាយការតំណាក់តំណងការធ្វើកិច្ចការងារនៅកន្លែងបើកឡានបើកអីហ្នឹងឲ្យផ្លូវឲ្យចរាចរណ៍ហ្នឹងយើងមិនសង្វាតទៅមុនគេខុសភ្លើងក៏ទៅដែរអីគ្រាន់តែអនុគ្រោះបន្តិចបនកើតពេលហ្នឹងគ្រប់ពេលគ្រប់វេលាហ្នឹងឯងគឺចិត្តអនុគ្រោះ